ជំរាបសួរក៏ដូចជាសួស្តីអ្នកទស្សនាទាំងអស់គ្នាថ្ងៃនេះផងដែរខ្ញុំនឹងបង្ហាញពីសកម្មភាពការធ្វើនំប៉័ងសាច់ជាដំបូងគាត់ដាក់កម្ដៅនំប៉័ងហើយហាន់ពុះវាជាពីរប៉ុន្តែយើងអត់ហាន់ឲ្យដាច់ទេតែមកទៀតធ្វើការហាន់សាច់មាន់ដែលយើងបានដុតរួចទឹកក្តៅដែរយើងធ្វើការហាន់វាឲ្យជាចំណិតតូចដែលល្មមឲ្យញ៉ាំបានហើយជាបន្តទៀតយើងហាន់នៅបន្លែរបស់យើងដែលមានដូចជាប៉េងប៉ោះទឹកសក់ហើយនិងសាឡាត់ចាប់ផ្ដើមតែមកទៀតគាត់ក៏ចាប់ផ្ដើមដាក់សាឡាត់ចូលដាក់ប៉េងប៉ោះចូលនិងដាក់ត្រសក់ចូលហើយយើងត្រូវរៀបវាឲ្យស្អាតឲ្យមានសម្រាប់ធ្នាប់ដើម្បីមិនភាក់ទាក់ទាញទៅដល់អតិថិជនឬក៏ភ្ញៀវរបស់យើងហើយចំណុចបន្តទៀតគឺគាត់ធ្វើការសរីសរងនៅបន្លែណាដែលអត់ស្អាតចេញហើយជំនាញបន្ទាប់គឺគាត់ចាប់សាច់ដែលបានហាន់ដាក់ចូលទៅក្នុងនំប៉័ងមកសមល្មមមិនច្រើនពេកឬក៏មិនតិចពេកឲ្យសមទៅនឹងតម្លៃដែលយើងលក់ហើយគាត់ធ្វើការរៀបសាច់ឲ្យវាសមបាឡែនគ្នាហើយគាត់ធ្វើការចាក់ទឹកសសឬក៏ទឹកជ្រលក់របស់យើងនៅពីលើសាច់នំប៉័ងដែលយើងបានរៀបចំហើយចំពោះការចាក់ទឹកសោះមិនច្រើនពេកហើយក៏មិនតិចពេកគឺមកល្មមទៅនឹងបរិមាណសាច់ជាជំហានចុងក្រោយគឺគាត់ធ្វើការយកនំប៉័ងសាច់ដែលយើងបានរៀបចំរួចគឺដាក់ក្នុងថង់ដើម្បីយកទៅឲ្យភ្ញៀវអរគុណច្រើនបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនា